សម្ដេចតេជោហ៊ុនសែនកម្ពុជាអត់ធ្មត់គ្រប់គ្រាន់ហើយដូច្នេះដល់ពេលប្រាសិទ្ធការពីខ្លួនក្រោយពីមានការគម្រាមជាបន្តពីនាយករដ្ឋមន្ត្រីនិងមេតបថៃថានឹងវាយយកដីកម្ពុជានិងកំទេចសមត្ថភាពយោធាកម្ពុជាឲ្យខ្សោយរយៈពេលយូរក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគោរពនៅបទច្បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពការពេលល្ងាចម្សិលមិញថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកថ្ងៃអង្គារនេះតាមរយៈសំណេរបញ្ជាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃច័ន្ទនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថានាយករដ្ឋមន្ត្រីថៃអនុទិនបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចដែលយើងមិនដឹងច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីយើងមានលានដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលានដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនប៉ាន់ដៃដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបញ្ជាក់ថាសម្រាប់កងទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិកម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេតបខ្លាំងជាងប្រទេមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអបដៃឲ្យអស់លោកបំផ្លាញតាមតែចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពីខ្លួនការពីខែកក្កដាពួកគេចោទយើងថាលំមុបសង្គ្រាមពេលពួកយើងអត់ធ្មត់គោរពបទច្បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដោះដូរយកសន្តិភាពពេលនេះយើងវាការពីខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង